Ban số đâyសម្រាប់រឿងផ្នែកហ្នឹងយើងយកទៅយើងត្រូវ scan QR code ហ្នឹងបើមិនចឹងទេយើងវាយអក្សរដែលមានដូចនៅខាងក្រោមហ្នឹងដើម្បី download នៅក្នុង App Store បានទាំងប្រភេទ iPhone ជាមួយនឹងប្រភេទកម្មវិធី Android បន្ទាប់ពីយើង download ហើយគឺយើងបានកម្មវិធីដូចរូបខាងលើនេះបន្ទាប់មកយើងចុចចូលទៅក្នុងកម្មវិធីខាងក្នុងបន្ទាប់មកយើងធ្វើការភ្ជាប់ Bluetooth ដំបូងយើងត្រូវបើក Bluetooth ទូរស័ព្ទយើងដែរដើម្បីភ្ជាប់ជាមួយនឹងប្រភេទភ្លើងនៅពេលដែលភ្ជាប់ហើយគឺវាមានចេញភ្លើងពណ៌ខៀវអញ្ចឹងសម្រាប់បងដែលប្រើភ្លើងពីផ្ទះបងត្រូវភ្ជាប់ Bluetooth ម្ដងមួយយើង set មួយហើយយើង save រូបដែលយើងចូលចិត្តណាបន្ទាប់មកយើង set មួយចំហៀងទៀតដើម្បីឲ្យវាត្រូវគូនគ្នាមុខងារទី1ដែលខ្ញុំណែនាំនេះគឺតកតជាមួយនឹងមុខងារយើងអាចដាក់អក្សរបានបងយើងចង់តែអក្សរអីក៏បានដែរដាក់ sticker តែអីមិនតែដកតាអក្សរខ្មែរតែយើងអាចប្រើបានណាបងយើងអាចដូរពណ៌អក្សរដូរពណ៌ background ឬម៉ូដពីឆ្វេងទៅតាមពីស្ដាំទៅឆ្វេងលោតភ្លើងញាក់ភ្លើងអីយើងអាចធ្វើតាមនឹងបានណាបងនៅពេលដែលយើងបញ្ចូលអក្សរអីហើយអស់យើងចុចហុកព្រួយហ្នឹងដើម្បី save ទុកអញ្ចឹងម៉ូដហ្នឹងគឺវា save ទុកហើយអញ្ចឹងយើងអាចប្រើថ្ងៃក្រោយបានណាឬយើងអាច edit បានមុខងារទី2ដែលយើងធ្វើម៉ូដផ្នែកម៉ូដអីនៅកន្លែងនេះម៉ូដភ្លើងគឺវាមាន update ថ្មីរហូតណាវាមានចេញតាមរដូវកាលដូចថាបុណ្យឆ្លងឆ្នាំ Christmas ម៉ូដផ្សេងអញ្ចឹងណាបងអញ្ចឹងយើងធ្វើម៉ូដដែលយើងពេញចិត្តដូចនេះយើងវាមានម៉ូដច្រើនម៉ូដក្លាពុកភ្លើងម៉ូដអក្សរម៉ូដថ្ងៃខែទង់ជាតិម៉ូដផ្នែកអញ្ចឹងវាអាប់ដេតថ្មីរហូតម៉ូដសេរីថ្មីរហូតណាបងសម្រាប់ម៉ូដដែលបងពេញចិត្តបងអាចចុច save បានចុចលេខហុកព្រួយហ្នឹងគឺដើម្បីរក្សាវាទុកអញ្ចឹងថ្ងៃក្រោយយើងអាចប្រើវាបានដល់យើងលើយើងភ្ជាប់មួយចំហៀងទៀតដើម្បីដាក់វាជាគូឥឡូវខ្ញុំធ្វើម៉ូដផ្នែកជាគូជាមួយនឹងម៉ូដខាងលើហ្នឹងហើយយើង save ដូចគ្នាអញ្ចឹងទៅម៉ូដរបស់វាដូចគ្នាឯងអញ្ចឹងម៉ូដរបស់វាមកគូអញ្ចឹងសម្រាប់បងដែលប្រើប្រភេទផ្នែកពីប្រទេសអញ្ចឹងបងត្រូវធ្វើអញ្ចឹងណាបងបើផ្នែកមកប្រទេសអត់ចាំបាច់ទេភ្លើងហ្នឹងមកប្រទេសក៏អាចចេញផ្នែកមកគូបានដែរណាបងយើងអាចធ្វើនៅក្នុង setting ហ្នឹងអ្វីដែលយើងរក្សា save ហ្នឹងវានៅក្នុង program list ដូចនៅចុចនេះអញ្ចឹងបើសិនជាបងត្រូវការ2 3 mode បងអាចចុចព្រួយ2 3ហ្នឹងចុច play ទៅវារត់ឆ្លាស់គ្នាទៅតាម mode ហ្នឹងហើយបើសិនជា mode ណាបងអត់ពេញចិត្តអីបងអាច delete ចោលបានសម្រាប់មុខងារបន្ទាប់យើងអាចដាក់ជាថ្ងៃខែម៉ោងពេលវេលាអីក៏បានដែរអាហ្នឹងក៏ម៉ូដថ្មីដែរ